នេះជាសំនៀងក្មេងវត្តជាបន្តទៅនេះនឹងសូមចូលខ្លួនមកដំណើររឿងរ៉ាវរបស់លោកតាម្នាក់សំលេងរអ៊ូផ្ដាំផ្ញើចៅប្រុសឲ្យនៅចាំផ្ទះបន្លឺពីតាឆាយដែលជាបុរសវ័យ60ឆ្នាំរៀងគាត់ស្គរពាក់អាវដៃវែងបិទលេវពណ៌សស្ដើងកំពុងដើរចុះពីផ្ទះឈើប្រក់ស្លឹករបស់គាត់ប្រកបរបរជាអ្នករករុក្ខជាតិឱសថពីព្រៃយកទៅលក់បន្តគាត់មិនមែនជាគ្រូពេទ្យឬគ្រូស្ដោះផ្លុំអ្វីឡើយគ្រាន់តែស្គាល់ចំណាំដើមរុក្ខជាតិផ្សេងនិងក្បួនផ្សំថ្នាំបុរាណបន្តិចបន្តួចពីឪពុករបស់គាត់ជាមនុស្សស្ងៀមស្ងាត់តាឆាយតែងតែបរទេះគោចូលព្រៃជ្រៅម្នាក់ឯងមិនដែលចេះខ្លាចសត្វសាហាវខ្លាចខ្មោចអ្វីទេសពថ្ងៃគាត់រស់នៅតែពីអ្នកចៅប្រុសជារឿយគាត់ក៏តែងតែនឹកដល់ភរិយាជាទីស្រឡាញ់ដែលបានលាចាកលោកទៅជិត10ឆ្នាំហើយលោកយាយជាស្ត្រីចំណាស់ចិត្តល្អចូលចិត្តប្រតិបត្តិធម៌កាន់សិលតាំងពីអាយុ30ឆ្នាំជាងគាត់តែងតែបង្រៀនប្រាប់នៅគាថាការពារខ្លួនពីព្រាយបិសាចខ្លះដល់លោកតាសម្រាប់ការពារខ្លួននៅពេលចូលព្រៃតែលោកតាឆាយមិនសូវយកចិត្តទុកដាក់ទេគាត់ដូចជាជឿផងអត់ផងព្រោះគាថាទាំងនោះមិនមែនចេញពីមាត់គ្រូអាគមខ្លាំងពូកែអាណាទេគឺជាប្រពន្ធរបស់ខ្លួនថ្ងៃនេះរទេះគោរបស់គាត់ដើរយឺតតាមផ្លូវព្រៃដដែលដែលគាត់ធ្លាប់ឆ្លងកាត់រាប់រយដងដើមឫសក្រហមដែលជាវត្ថុផ្សំឱសថដ៏កម្រគ្មាននៅព្រៃរាក់ទេគាត់ធ្វើដំណើរតាំងពីព្រឹកព្រលឹមដល់រសៀលជុំវិញខ្លួនមានតែភាពស្ងប់ស្ងាត់ត្រជាក់ល្ហឹមលីឡំនឹងសំឡេងសត្វបាក់សៃយំឆ្លៃឆ្លោនិងក្លិនដីសើមលីឡំនឹងក្លិនស្លឹកឈើងាស់ក្រោយមកដល់ព្រៃរៀងជ្រៅល្មមលោកតាក៏ចាប់ផ្ដើមរៀបចំសម្ភារៈជីកកកាយកោះរាល់រុក្ខជាតិអំបាលម៉ាតដែលគាត់ធ្លាប់ស្គាល់យកទៅដាក់ក្នុងកន្ត្រកឫស្សីដែលស្ពីនៅពីក្រោយខ្នងដើរពីកន្លែងមួយទៅកន្លែងមួយជុំវិញបរិវេណដែលគាត់ធ្លាប់ស្គាល់ចូលមកដល់ព្រៃកាន់តែជ្រៅបរិយាកាសហាក់ដូចជាស្ងប់ស្ងាត់ជាងនៅខាងក្រៅថ្ងៃនេះដូចជាស្ងាត់ម្លេះវើយមិនឮសំឡេងសត្វយំអីបន្តិចសោះវាពិតជាស្ងាត់ដូចក៏ថាមេក្នុងព្រៃគួរណាតែមានសំឡេងសត្វយំបន្លឺមកខ្លះស្ងាត់បែបនេះមិនមែនជាសញ្ញាល្អទេអាចដែរថានឹងមានសត្វសាហាវកំពុងនៅក្បែរតែចំពោះលោកតាគាត់មិនដែលចេះខ្លាចទេគាត់ប្រកបអាជីពនេះជាយូរមកហើយតាំងពីប្រពន្ធគាត់នៅរស់រំពេចនោះស្រាប់តែអាកាសធាតុក៏ផ្លាស់ប្ដូរទៅភ្លាមគោលន់មកមួយក្តាំងទាំងមេឃនៅបើកថ្ងៃចេះខ្ទាស់រំពងពេញព្រៃធ្វើឲ្យគោរបស់លោកតាទាំងពីរវាផ្អើលរត់ទៅមុខយ៉ាងកំរោលអាថ្នោតឈប់អាថ្នោតឈប់លោកតាក៏ទម្លាក់របស់របរក្នុងដៃចោលប្រញាប់រត់តាមចាប់គោសិនគោទាំងពីរនោះវារត់ដូចគ្មានបើកភ្នែកពីបំបុកអស់ដប់ដើមឈើតូចធំនៅក្បែរផ្លូវរីឯលោកតាក៏ចេះតែរត់តាមទៅចូលព្រៃកាន់តែជ្រៅទៅរហូតដល់តែមេឃបង្អុរដំណក់ភ្លៀងចុះមកយ៉ាងដំណំមេឃក៏ប្រែជាងងឹតព្រាលតែវាមិនមែនងងឹតស្លុបដូចយប់ទេយីហើយវាផ្អើលស្អីវាក៏ផ្អើលសម្រាប់ម្លេះលោកតាពោលឡើងម្នាក់ឯងខណៈដែលគោរបស់គាត់ក៏ឈប់ដោយខ្លួនឯងនៅមុខកំពតព្រៃក្រាស់មួយរួចឈរថ្មឹងទៅពីក្បាលមើលមុខលោកតាភ្លឺលោកតាខំអូសខំវាយ៉ាងណាក៏វានៅតែស្ងៀមមិនកំរើគោដែលតែងតែស្ដាប់បង្គាប់ពេលនេះ
បាយជាមិនព្រមដែរតែមុខសោះនៅឈប់ត្រឹងភ្នែករបស់វាភ្លឹកភ្លឹកភ្លឹបភ្លែតភ្លឹបភ្លែតហាក់ដូចជាមានការភ័យខ្លាចនឹងអ្វីមួយហើយឯងឈប់ធ្វើអីហ្នឹងមិញនេះរត់តាមស្ទើរដាច់ខ្យល់ដល់ពេលឈប់ក៏ឈប់មួយរំពេចលេងកំរាំងចឹងហើយវាកាត់ស្អីពួកឯងថ្ងៃហ្នឹងលោកតាស្រដីបណ្ដាព្យាយាមយកគោត្រឡប់ទៅវិញបណ្ដាមេឃក៏ភ្លៀងយកដូចទឹកបាក់ទំនប់លោកក្រឡេកមើលទៅជើងរបស់គោគាត់ដូចជាមានរបួសអូអញ្ចឹងទេតើបានជាមិនព្រមដើរសោះលោកតាចូលទៅពិនិត្យចិត្តវាគឺជាដែកវែងមួយដើមប្រហែលជាមួយចង្អាបគាត់ចាប់ដកចេញពីជើងគោអាត្នោតរបស់គាត់វាស្រែកម៉មួយទំហឹងទំនងជាឈឺហើយតែមើលទៅដូចជាមិនធ្ងន់ធ្ងរអីខ្លាំងទេល្មមនៅអាចដើរបានតោះអស់អីហើយទៅផ្ទះយើងអាពីក្បាលលោកតាឡើងលើរទេះកាន់ខ្សែចាប់រំពោះរួចគាត់ក៏ស្រាប់តែជប់ថ្មឹងជុំវិញខ្លួនប្រែខ្លាចជាផ្លាច់ភ្នែករោគចំណាំមិនបានសោះជុំហើយមកតាមផ្លូវណាចេះមុននេះរទេះបានជ្រុលចូលដល់បរិវេណដែលគាត់មិនធ្លាប់ស្គាល់កាលគោផ្អើលមុននេះតែទោះជាយ៉ាងណាលោកតាក៏មិនបានផិតភ័យត្បិតគាត់មិនស្គាល់ផ្លូវតែគាត់នៅចំណាំទិសបាននិងបករទេះត្រឡប់ទៅវិញមេឃក៏កាន់តែងងឹតស្រឹបក្រោយភ្លៀងថយដំណក់សល់រលឹមប្រយរទេះបកទៅមុខថយក្រោយគ្មានបានចេញទៅណាឆ្ងាយទេផ្លូវនេះដូចជាមិនមែនទេដូចជាស្ដាំនេះច្រើនជាងអញចំណាំដើមកុកីធំនេះលោកតាបរទេះទៅមកជាច្រើនផ្លូវស្ទើរសឹកដីនៅតែរកច្រកចេញពីព្រៃមិនឃើញឡើយគាត់លេងបកក្រោយទៀតហើយគាត់ចេះតែទៅមុខបំណងឲ្យធ្លុះត្រង់ណាក៏ចេញត្រង់នឹងចុះរទេះចេះតែបន្តទៅមុខកាត់ដប់កាត់ព្រៃកាត់វល្លិតូចធំជុំវិញខ្លួនងងឹតស្រឹបជាបន្តអស់ប្រមាណជិត1ម៉ោងទៅហើយនៅមិនតាន់ដល់កន្លែងដែលអាចចំណាំបានទេវីវហើយយើងអាត្នោតអើយយប់ផ្លឹបបាត់ទៅហើយអញសង្ស័យទៅដេកព្រៃទេយប់នេះលោកតានិយាយហាក់ដូចជាលេងមិនជាភ័យអីសោះទំនងប្រហែលជាគាត់ធ្លាប់វង្វេងព្រៃជាច្រើនសារមកហើយមិនមែនជាលើកទី1ទេយីហើយភ្លើងស្អីនៅខាងមុខហ្នឹងទេដល់ភូមិវិញហើយតែដឹងវ៉ៃលោកតាវាយគោឲ្យវាដើរទៅមុខឲ្យលឿនជាងមុនបន្តិចរហូតមកដល់មាត់ច្រកផ្លូវមួយដែលមានស្នាមមនុស្សធ្លាប់ឆ្លងកាត់ទៅមកចាក់សម្ដៅទៅកាន់ពន្លឺដែលគាត់បានឃើញនោះភូមិគេមែនតើរកទៅសុំគេជ្រងតិចសិនក្នុងចិត្តគាត់គិតថាទីតាំងនេះគឺជាមាត់ព្រៃមកខាងទៀតអ្វីដែលលេចចេញឡើងនៅពីមុខគាត់គឺជាភូមិបុរាណចាស់មួយដែលគាត់មិនធ្លាប់ឃើញសោះផ្ទះឈើចាស់ទ្រុឌទ្រោមតម្រង់ជួរគ្នាយ៉ាងស្ងៀមស្ងាត់ខ្លះត្រេតត្រោខ្លះបាក់រលំដំបូលសុទ្ធតែដើមឈើធំព័ទ្ធជុំវិញភូមិភ្លៀងរលឹមនៅតែធ្លាក់មកតិចបន្ថែមក្លិនឈើងាប់ក្លិនស្លឹកឈើរលួយនិងដីសើមអណ្ដែតចូលពេញច្រមុះគាត់តាឆាយឈប់នៅស្ងៀមមួយសន្ទុះសម្លឹងមើលទៅភូមិដែលហាក់ដូចជាត្រូវបានគេបោះបង់ចោលហើយភូមិស្អីហ្នឹងមិនឃើញមានមនុស្សម្នាក់អញ្ចឹងប៉ុន្តែមានភ្លើងមកភ្លឺពន្លឺចង្គៀងប្រេងកាតពណ៌លឿងទុំភ្លឹបភ្លែតចេញពីតាមចន្លោះប្រហោងទ្វារនិងបង្អួចដែលបិទជិតលោកតាឆាយសម្រាប់ចិត្តបរទេះចូលទៅក្នុងភូមិនោះបន្តិចម្ដងលើផ្លូវដីដែលសើមពប៉ាច់ក្រោយភ្លៀងធំមួយមេផ្ទះឈើជាច្រើនខ្នងនៅដាច់ពីគ្នាគ្មានមនុស្សនៅសូម្បីតែម្នាក់ក្រោមភាពស្ងាត់ជ្រងំគាត់ចតរទេះគោទុកនៅក្បែរនោះរួចចុះដើរទៅជិត
អ្នកអើយម្ចាស់ផ្ទះមានអ្នកណានៅទេហ្នឹងគ្មានសំឡេងឆ្លើយតបមកវិញសោះមានតែភ្លើងចង្កៀងប្រេងកាតលឿងទុំភ្លឹបភ្លែតចេញពីខាងក្នុងគាត់ដើរយឺតភ្នែកនៅតែសម្លឹងតាមបណ្ដាផ្ទះនានាភ្លាមនោះក៏ហាក់ដូចជាមានធុំក្លិនឈ្ងុយបាយដែលទើបតែដាំរួចពីផ្ទះមួយទៀតដែលនៅជាប់គ្នានេះវាគឺដូចគ្នាគ្មានមនុស្សនៅសោះឃើញតែឆ្នាំងបាយនៅលើចង្ក្រានភ្លើងផ្អែក្តៅអ៊ុនវាហាក់ដូចជាមាននរណាម្នាក់ទើបតែនៅទីនេះកាលពីប៉ុន្មាននាទីមុនអារម្មណ៍ចម្លែកមួយបានផុសឡើងនៅក្នុងចិត្តលោកតាអ្នកអើយឲ្យខ្ញុំសុំជ្រោកមួយយប់ផងខ្ញុំមកវិញព្រៃមេឃងងឹតទៅហើយរកផ្លូវទៅផ្ទះមិនឃើញទេលោកតាចេះតែស្រែកចោលទៅទោះមិនបានឃើញមានវត្តមាននរណាម្នាក់ក៏ដោយដោយមេឃកាន់តែងងឹតទៅដែរហើយភ្លៀងក៏មិនព្រមដាច់ដំណក់សោះលោកតាក៏សម្រេចចិត្តដើរទៅអង្គុយក្នុងខ្ទមមួយជាប់គ្នាចំហៀងផ្ទះនេះវាដូចជារៀនមានដំបូលមានជញ្ជាំង3ជ្រុងគេធ្វើសម្រាប់អង្គុយលេងសម្រាប់ត្រង់នេះសិនចុះម្ចាស់គេចេញមកឃើញអាត្មាណាសុំគេតាមក្រោយទៅគាត់ដាក់អីវ៉ាន់របស់គាត់នៅឯជញ្ជាំងនឹងលាតកញ្ចប់បាយដែលវិចមកតាំងពីព្រឹកហូបជាមួយត្រីងៀតអាំងនៅក្នុងខ្ទមនោះក៏មានចង្កៀងមួយដែរលោកតាខិតរំកិលខ្លួនទាញយកមកអុជបំភ្លឺរៀងល្វើយដែររវល់តែដេញចាប់គោផងវង្វេងផ្លូវផងគាត់កំពុងតែឈ្ងោកហូបបាយបែរមុខទៅកាន់ចង្កៀងហូបអាចារ្យទៅចាំគិតទៀតដើរប្រយុទ្ធដែរហើយមិននឹកស្មានថាមកវង្វេងមកកំប៉ុចនឹងសោះភ្លាមនោះស្រាប់តែមានខ្យល់បក់វឹបពីក្រោយខ្នងហាក់ដូចជាមាននរណាដើរកាត់មុខរៀនដែលលោកតាអង្គុយលោកតាខំងាកទៅនឹកស្មានថាម្ចាស់គេមកសួរនាំអ្វីនឹងបានសុំគេស្នាក់នៅមួយយប់តែម្ដងតែងាកទៅបាយជាស្ងាត់ជ្រងំដដែលលុះដល់ហូបបាយហូបទឹករួចរាល់ក៏នៅតែមិនឃើញម្ចាស់គេតាឆាយគាត់គ្មានកន្លែងត្រូវទៅទៀតទេជំរើសតែមួយគឺដេកនៅទីនេះដល់ព្រឹកលោកថាអាចជួបមនុស្សនឹងបានសួរនាំផ្លូវគេត្រឡប់ទៅវិញយើងនៅមិនទាន់ដឹងដែរអាចនឹងស្រុកគេចេញរោគដាក់អន្ទាក់សត្វអ្វីនៅពេលយប់ក៏ថាបានលោកតាដាក់ខ្លួនទម្រេតនៅក្បែរជញ្ជាំងនិងផ្លុំពន្លត់ចង្កៀងវិញជួយសន្សំប្រេងឲ្យម្ចាស់គេរួចក៏បិទភ្នែកទៅមួយស្របក់មិនទាន់នឹងលក់ស្រួលបួលផងស្រាប់តែមានខ្យល់ដូចមុននេះបក់មកមួយវឹបទៀតដូចជាមនុស្សដើរចឹងលោកតាបាក់ភ្នែកព្រឹមឡើងមកវិញមិនឃើញមានអ្វីយីខ្យល់តែអ្វីនេះហើយគាត់ក៏បិទភ្នែកទៅវិញតែលើកនេះស្រាប់តែឮសំឡេងស្នូជើងតូចដូចជាកូនក្មេងរត់ទឹកនៅខាងលើរនាបឡើងខ្ទាស់ដល់លោកតាដែលកំពុងសម្រាកធ្វើឲ្យគាត់ភ្ញាក់ឡើងមកវិញម្ដងទៀតបើកភ្នែកឡើងភ្លាមក៏ឃើញដានជើងតូចប្រឡាក់ភក់ជាច្រើននៅខាងលើរៀនជើងតូចដូចជាក្មេងអាយុ6ទៅ7ឆ្នាំលោកតាទាញចង្កៀងមកដុតសាជាថ្មីចំឲ្យភ្លើងភ្លឺឡើងសន្សឹមទន្ទឹមគ្នានោះស្រាប់តែមានដៃមួយលូកមកប៉ះស្មារបស់គាត់ពីក្រោយឡើងត្រជាក់ស្រេបលោកតាភ្ញាក់ព្រឺងាកទៅក្រោយក៏ប្រទះក្មេងប្រុសម្នាក់ស្លៀកក្បិនក្រហមសក់ឡើងត្រងឹលឈោញញឹមដាក់លោកតាទឹកមុខក្មេងនោះស្លេកស្លាំងភ្នែកខ្មៅរូងដូចជាអត់ងងុយរាប់ថ្ងៃរីឯមាត់វាវិញញញឹមបិទមិនចិត្តអើយអាចៅឯងនេះចេះមកស្ងាត់ចឹងលួសប្រលឹងតាអស់ហើយម៉ែឪឯងនៅឯណាចៅក្មេងនោះមិនតន់តបទេគ្រាន់តែចង្អុលទៅព្រៃស្ដុកនៅក្បែរនេះចុះផ្ទះនេះមិនមែនផ្ទះអាចៅឯងទេចុះ
ក្មេងនោះក៏បានឆ្លើយដោយសំឡេងខ្សោយៗដូចជាខ្យល់ធ្ងន់ថាអត់ទេតាផ្ទះខ្ញុំនៅខាងនោះហើយផ្ទះនេះម្ចាស់គេអត់នៅទេអញ្ចឹងតើបានជាតាគោកហៅគ្មានអ្នកឆ្លើយសោះតាឆាយរវល់តែឈោងអីវ៉ាន់ចាប់យកកញ្ចប់សំណល់បាយងាកមកវិញរុកប្រាប់ក្មេងនោះថាឲ្យជូនទៅរកពុកម៉ែវាសុំគេស្នាក់នៅមួយយប់ស្រាប់តែបាត់វាឲ្យឈឹងមុននេះឈរនៅក្រោយខ្នងរបស់លោកតាសោះភាពលឿនរបស់វាធ្វើឲ្យលោកតាចម្លែកចិត្តដែរយីហើយអាចៅនេះវាបាត់ទៅណាហើយលឿនម្លេះវៃរកតែឯងសួរនាំអីមិនតាន់ទៅរកសុំផ្ទះគេខាងមុខស្នាក់នៅវិញនៅផ្ទះអត់ម្ចាស់បែបនេះតែបាត់របស់របរគេព្រឹកឡើងកុនឲ្យអញនិយាយហើយគាត់ក៏ដើរទៅតាមទិសដែលក្មេងនោះបានចង្អុលប្រាប់រហូតបានមកដល់ផ្ទះមួយខ្នងទៀតជញ្ជាំងប្រក់ស្លឹកស្រដៀងគ្នានៅដាច់ដោយឡែកឃ្លាតពីគេនិងមានពន្លឺជះមកតិចពីចម្ងាយដើរមកដល់សំយ៉ាបខាងមុខក៏ប្រទះស្ត្រីម្នាក់បែរខ្នងអោនងើបនៅមុខចក្រានកំពុងជៀនអ្វីមួយខាងក្នុងផ្ទះយ៉ាងញាប់ដៃញាប់ជើងសំឡេងប្រេងឆាក្នុងផ្ទះឮឈឺឈឺដូចជាកំពុងឆាបសាច់អីណែអត់ទោសមីនាងអើយនៅផ្ទះមានសល់កន្លែងទំនេរទេអ៊ំនេះវង្វេងផ្លូវសុំស្នាក់នៅមួយយប់ផងស្ត្រីនោះបាននិយាយដោយសំឡេងស្រទន់តែមិនបានងាកមកឬក៏សម្ដែងអាការៈភ្ញាក់ផ្អើលអ្វីទេអ៊ំមកតន់ពេលបាយល្មមអ៊ំពិសាបាយហើយឬនៅលោកតាក៏ឆ្លើយតបទៅវិញនឹងដើរចូលទៅតិចអត់អីទេក្មួយអ៊ំហូបរួចហើយមិនរំខានច្រើនទេគ្រាន់តែសុំកន្លែងស្នាក់នៅបានមួយយប់និយាយបណ្ដាគាត់ដាក់ភ្នែកមើលទៅក្នុងផ្ទះបណ្ដាស្រាប់តែឃើញកូនង៉ែមនុស្សតូចនៅក្នុងនោះកំពុងដាក់ជៀនក្នុងខ្លាញ់ពុះឈីវដូចជាត្រីចឹងកូនង៉ែនោះភ្នែកធ្លាក់ចេញមកក្រៅមាត់បើកធំដៃជើងរមួលក្រញ៉ោះហាក់ដូចជាកំពុងរើបំរាស់រីឯស្បែកវិញប្រែជាខ្មៅស្រអាប់ដោយសារតែខ្លាញ់ក្តៅណែមីនាងស្អីគេហ្នឹងស្ត្រីម្នាក់នោះងាកមកយឺតងាកត្រឹមតែក្បាលបែរមកខាងក្រៅហាមាត់យ៉ាងធំចំហចេញធ្មេញស្រួចញញឹមស្ញែកស្បែកវិញឡើងស្វិតក្រៀមដូចជាត្រីឆ្អើភ្នែកក្រហមឆេះដូចរងើកភ្លើងសក់ក្បាលវិញរមួលរមាញ់ដូចជាសម្បុកពីងពីងជំពាក់ធូលីតាឆាយស្រែកឡើងមួយវ៉ាស់ស្ទុះថយមកក្រោយរត់គេចខ្លួនទាំងភ័យស្លន់ស្លោគាត់ដឹងថាស្ត្រីនោះមិនមែនជាមនុស្សទេគាត់រត់ផងស្រែកផងចូលទៅក្នុងភូមិវិញទាំងរញីរញ័រឡើងទៅលើផ្ទះគេគោះទ្វារស្រែកហៅឲ្យគេជួយផងខ្មោចលោកមានអ្នកណានៅទេណាផ្ទះមួយទៀតដែលគាត់កំពុងឈរញ័រជើងនៅពីមុខនោះនៅខាងក្នុងឮសំឡេងក្មេងៗសើចឡើងកុកអឹកទ្វាររបាក់ឡើងយឺតហាក់ដូចជាអ្នកនៅខាងក្នុងបានឮគាត់សុំជំនួយពេលចូលទៅដល់មិនបានឃើញមនុស្សចាស់ណាម្នាក់នឹងឲ្យជួយសោះបែរជាឃើញក្មេងស្រីតូចម្នាក់ស្លៀកពាក់ក្រណាត់ក្បិនមិនសូវខុសពីអាក្មេងប្រុសដែលជួបមុនគេនោះទេតែក៏មិនសូវជាចម្លែកដែរព្រោះក្មេងដទៃទៀតក៏ស្លៀកពាក់របៀបនេះដូចតែគ្នានឹងនាងមើលទៅរស់រាយនិងស្រស់បោះជាងគេតែកែវភ្នែករបស់នាងវិញមើលទៅតែមុខត្រង់មិនព្រិចចៅម៉ែឪពួកឯងទៅណាអស់ហើយនាងតូចមិនបានឆ្លើយតបទេគ្រាន់តែញញឹមរួចក៏នាំគ្នារត់ចូលទៅក្រោមគ្រែឈើធំមួយយ៉ាងលឿនយីក្មេងអស់នេះរកតែឯងសួរអីបន្តិចមិនបានរត់ពួនអស់រលីងខណៈគាត់បំរុងឈ្ងោកអោនទៅសួរនាំក្មេងនោះស្រាប់តែមានសំឡេងបរោះម្នាក់បន្លឺឡើងថាតាធ្វើអីលឹបលោលើផ្ទះខ្ញុំនឹងហើយតើឯងជាអ្នកណាមកពីណាទីបំផុតក៏បានជួបមនុស្សធំហើយ
លោកតាថយបកមកមាត់ទ្វាររួចរៀបរាប់ប្រាប់ថាគឺខ្ញុំវង្វេងព្រៃរោគមកសុំផ្ទះអ្នកស្រុកស្នាក់អាស្រ័យបានមួយយប់នឹងណាតែបាយជាទៅប៉ះចំផ្ទះខ្មោចវាលោកខ្ញុំមុខមាត់អាក្រក់ខ្លាំងណាស់នៅឯក្បែរព្រៃជិតដើមឈើធំមួយដើមនោះគាត់និយាយបណ្ដាចង្អុលបណ្ដាបរោះដែលកំពុងស្ដាប់នោះជ្រួញចិញ្ចាមឡើងបន្តិចរួចតបថាមានខ្មោចមកពីណាតាស្រវាំងភ្នែកទៅដឹងខ្ញុំនៅទីនេះយូរហើយមិនដែលមានខ្មោចអីទេរួចតាពិសាបាយពិសាទឹកហើយឬនៅនឹងមើលទៅដូចជាមិនទាន់បាត់ភ័យទេលោកតាឈោថ្មឹងគិតតែម្នាក់ឯងទេតិចអញស្រវាំងភ្នែកមែនទេដឹងល្វើយមួយថ្ងៃហើយបើខ្មោចមែននោះប្រហែលវាតាមអញមកដល់ទីនេះហើយគិតមិនទាន់រួចផងស្រាប់តែស្ត្រីដែលអង្គុយធ្វើម្ហូបមុននោះដើរមកដល់នឹងច្រត់ចង្កេះនៅមុខផ្ទះរួចស្រដីថាលោកតាកើតអីមុននេះខ្ញុំបំរុងចាប់ម្ហូបហៅលោកតាពិសាបាយតែតាបាយជារត់ប្រយចេញទៅតោះតាម្ហូបឆ្អិនហើយបរោះម្នាក់អំបាញ់មិញងាកទៅនឹងកាត់សម្ដីថាអូលោកតាទៅផ្ទះនាងសំឯមុននេះតាថាផ្ទះនាងឯងមានខ្មោចលងខ្មោចណាទៅលោកតាប្រហែលវង្វេងព្រៃអស់កម្លាំងស្រវាំងភ្នែកហើយក្រោយស្ដាប់ការសន្ទនារវាងអ្នកទាំងពីរលោកតាក៏ទទួលស្គាល់ថាគាត់ពិតជាស្រវាំងភ្នែកមែនប្រហែលតាល្វើយពេកមើលច្រឡំហើយខំតែភ័យដំណាលគ្នាបរោះនោះក៏បន្តថាលោកតាស្នាក់នៅទីនេះសិនចុះចាំខ្ញុំរៀបចំកន្លែងជូនណាទីបំផុតក៏បានធូរចិត្តមានកន្លែងស្នាក់នៅត្រឹមត្រូវហើយក្រាលតែកន្ទេលមួយបានហើយអរគុណច្រើនហើយក្មួយចេះជួយយកអាសាគ្នាមិនដឹងថាម៉ោងប៉ុន្មានកំពុងសម្រានរលាវស្រាប់តែលោកតាក៏ចាប់ភ្លឹកនឹកដល់កូនក្មេងមួយក្រុមដែលបានចូលទៅក្រោមគ្រែគាត់ច្រត់ខ្លួនងើភ្លាមសម្លឹងទៅកណ្ដាលផ្ទះគ្រែនៅឯបជញ្ជាំងទំនងជាកន្លែងរបស់បរិសម្ចាស់ផ្ទះតែមិនឃើញមាននរណានៅឃើញតែមុងទូទេរួមនឹងកម្រាលគ្របដល់ត្រឹមជើងគ្រែទេហើយចុះក្មេងៗដែលរត់ទៅពួនក្រោមនោះវានាំគ្នាទៅណាអស់ហើយដូចជាមិនបានឃើញចេញមកវិញសោះមនុស្សនៅក្នុងផ្ទះក៏បាត់ឈឹងអស់រលីងនៅសល់តែគាត់ម្នាក់ឯងក្នុងផ្ទះមិនសូវជាងងឹតប៉ុន្មានព្រាលល្មមមើលឃើញលោកតាក៏ងើបខ្លួនមិនបានអុចភ្លើងបំភ្លឺទេគាត់ឆ្ងល់នឹងដើរយឺតទៅលាតកម្រាលក្បែរជើងគ្រែនោះមើលគ្រាន់តែចាប់ប៉ាងចេញតែបន្តិចស្រាប់តែមានក្លិនស្អុយអាសោចយ៉ាងខ្លាំងជះមកចំកណ្ដាលមុខដូចជាក្លិនសាកសពដែលហើមរលួយពពុលអស់រាប់ថ្ងៃក្លិននោះដូចជាកំពុងតែជ្រាបចូលទៅក្នុងច្រមុះរបស់គាត់បង្កឲ្យមានអារម្មណ៍ចង់ក្អួតចង្អោរលោកតាកាន់តែឆ្ងល់ក៏ស្រវាចង្គៀងមកអុចបំភ្លឺផ្លុងស្រាប់តែខណៈដែលគាត់កំពុងលាត់កម្រាលឡើងម្ដងទៀតគឺឃើញសុទ្ធតែសពក្មេងដែលហើមពពុលរលួយភ្នែកលាតមាត់បាក់ធំមានសត្វល្អិតរវើកនៅខាងក្នុងសពក្មេងៗទាំងនោះដេកគោលើគ្នាពោះធំកំពីងឡើងខៀវថ្លាភ្នែករបស់ពួកវាសម្លឹងត្រង់មកកាន់គាត់ហាក់ដូចជាកំពុងរងចាំគាត់ចង្វាក់ដែលតាឆាយកំពុងតែកៀងបើកភ្នែកធំមិនទាន់យល់ហេតុស្រាប់តែសពក្មេងប្រុសម្នាក់រៀងកំរើកបន្តិចកន្ត្រាក់បន្តិចរួចចាប់ផ្ដើមហើបមាត់បន្លឺសំឡេងដូចជាមនុស្សឆ្លក់ទឹកលោកតាមកលេងបិទពួនជាមួយពួកយើងទេលោកតាសពក្មេងផ្សេងទៀតក៏ចាប់ផ្ដើមកំរើកយឺតខ្លះក្រវីក្បាលខ្លះលោកដៃមករកលោកតាដៃរបស់ពួកវាខ្មៅរលួយរីឯក្រចកវិញវែងស្រួចដូចជាក្រញាំសត្វ
តាឆាយស្ទុះទៅធាក់ដៃទៅធាក់ជើងអុកគូតមកក្រោយរួចស្រវារត់ចេញពីផ្ទះនោះទាំងវិលវល់ជីវិតគាត់មិនដាច់ជួបខ្មោចលងទេទើបតែលើកនេះហើយតាឆាយរត់អស់មួយកម្លាំងមនុស្សចាស់ទាំងហត់ស្ទើរដាច់ខ្យល់គាត់ឃើញអាស្រមឈើត្រុតត្រោមមួយនៅកណ្ដាលភូមិដែលមើលទៅដូចជាមានអាយុកាលរាប់សតវត្សមានទាំងអាសនៈដុតភ្លើងទៀនបំភ្លឺប្រងព្រាតភ្លឺចចាស់ទំនងជាមានសុវត្ថិភាពហើយវាមើលទៅដូចជាកន្លែងគ្រូអាគមដោះអំពើអំព័ន្ធដែលគាត់ធ្លាប់ឃើញគេរៀបចំបែបនេះក្តីសង្ឃឹមមួយបានរះឡើងនៅក្នុងចិត្តគាត់ថានៅទីនេះច្បាស់ជាមានអ្នកកាន់សិលឬគ្រូអាចារ្យណាម្នាក់ហើយខ្មោចព្រីបិសាចមិនហ៊ានមកក្បែរទេគាត់ស្ទុះទៅក្នុងអាស្រមនោះទាំងមិនបានសុំការអនុញ្ញាតនៅខាងក្នុងអាស្រមមានសភាពស្អាតបាតខុសពីខាងក្រៅក្លិនធូបក្រអូបឈ្ងុយឈ្ងប់នៅលើអាសនៈមួយមានព្រះពុទ្ធរូបមួយអង្គនៅខាងលើហើយនៅចំពីមុខនោះគឺបុរសចំណាស់ម្នាក់ស្លៀកពាក់សទាំងសក់សទាំងពុកចង្កាវែងកំពុងអង្គុយសមាធិភាវនាមើលទៅដូចជាតាឥសីភ្លើងទៀនរាប់សិបដើមធ្វើឲ្យមុខរបស់លោកមានពន្លឺមើលទៅពោពេញដោយមេត្តាធម៌តាឆាយលូតជង្គង់ចុះក្រាបទាំងរញីរញ័រខ្លួនហើយនិយាយទាំងដង្ហក់ថាលោកតាសូមមេត្តាជួយខ្ញុំផងខ្ញុំវង្វេងព្រៃមកជួបភូមិនេះខ្មោចលងពេញមួយយប់ហើយបុរសចំណាស់សក់សនោះបើកភ្នែកឡើងសន្សឹមភ្នែករបស់លោកមុតថ្លានិងពោពេញដោយក្តីករុណាលោកញញឹមបន្តិចរួចមានប្រសាសន៍ថាយើងដឹងហើយឯងបានមកវេចូលមកដល់ភូមិនេះពួកអមនុស្សនៅទីនេះគឺសុទ្ធតែអ្នកមានបាបទីនេះគ្មានមនុស្សរស់ទៀតទេយើងមកដល់ទីនេះក៏មកដើម្បីជួយពួកគេឲ្យរួចផុតទៅចាប់កំណើតនឹងគេគ្រាន់តែឮសម្ដីនេះតាឆាយក៏រត់ទៅជឿជាក់ថាបានមកដល់កន្លែងសុវត្ថិភាពពិតប្រាកដហើយគាត់បានរៀបរាប់ពីហេតុការណ៍ដែលគាត់បានជួបប្រទះតាំងពីក្មេងប្រុសចង្អុលប្រាប់ផ្លូវស្ត្រីដែលជាកូនងាយរហូតដល់សពក្មេងៗនៅខាងក្រោមគ្រែលោកតាសក់សនោះងក់ក្បាលយឺតហើយតបថាគួរឲ្យអាសូរណាពួកវាគ្រាន់តែជាវិញ្ញាណដែលជាប់ជំពាក់នៅទីនេះមិនទាន់អាចទៅចាប់ជាតិបានប៉ុន្តែឯងកុំបារម្ភអីនៅអាស្រមនេះពួកវាមិនហ៊ានចូលមកទេចូលរកទីសម្រាប់នៅទីនេះសិនចុះតម្រាំដល់ភ្លឺចាំយើងបង្ហាញផ្លូវចេញពីព្រៃតាឆាយត្រេកអរស្ទើរតែស្រោតទឹកភ្នែកគាត់ក្រាបអរគុណម្ដងហើយម្ដងទៀតរួចក៏ទៅរកកន្លែងអង្គុយសម្រាកនៅក្បែរជញ្ជាំងអ្វីត្បិតតែនៅភ័យមិនតាន់បាត់ក្តីតែចិត្តរបស់គាត់ក៏បានធូរស្រាលច្រើនណាស់គាត់សម្លឹងមើលទៅលោកតាសក់សដែលបិទភ្នែកភាវនាវិញក្នុងចិត្តពោពេញដោយការគោរពប៉ុន្តែនៅពេលដែលចិត្តគាត់រៀងស្ងប់បន្តិចខួរក្បាលរបស់គាត់ក៏ចាប់ផ្ដើមនឹកឃើញដល់រឿងមួយគាត់នឹកឃើញដល់ប្រពន្ធរបស់គាត់នឹកឃើញដល់សម្ដីផ្ដាំផ្ញើនិងគាថាការពារខ្លួនដែលយាយបានបង្រៀនតាវាអើយពេលចូលព្រៃចូលភ្នំបើមានអារម្មណ៍ថាភ័យខ្លាចឬជួបរឿងចម្លែកឯងសូត្រគាថានេះទៅណាវាអាចជួយការពារខ្លួនបានកាលនោះគាត់គ្រាន់តែស្ដាប់ហីមិនដែលជឿឡើយប៉ុន្តែយប់នេះបានជួបរឿងដែលមិនគួរឲ្យជឿអស់ហើយសាកមើលក៏មិនខាតអីដែរដោយមិនចង់ឲ្យលោកតាសក់សនោះដឹងតាឆាយក៏ចាប់ផ្ដើមសូត្រគាថានោះតិចក្នុងបំពង់កវាជាគាថាបាលីខ្លីមួយដែលប្រពន្ធរបស់គាត់ធ្លាប់ប្រាប់មកខណៈដែលគាត់កំពុងសូត្រស្រាប់តែក្លិនធូបក្រអូបប្រែទៅជាក្លិនស្អុយរលួយយ៉ាងខ្លាំងភ្លើងទៀនដែលភ្លឺចិញ្ចាស់ប្រែទៅជាភ្លើងខៀវត្រជាក់ស្រពេចស្រពិលភ្លឹបភ្លែតព្រះពុទ្ធរូបដែលគង់រលោងស្អាតពីដំបូងប្រែទៅជាព្រះស្រាប់ហើយមានឈាមខ្មៅហូរចេញពីស្នាមព្រះនោះឈាមខ្មៅខាប់
ហូរធ្លាក់មកលើអាសនៈរីកពុពីចអាក្រក់មើលខ្លាំងណាស់តាឆាយបើកភ្នែកធំទាំងតក់ស្លុតអ្វីដែលគាត់ព្រឺឆ្អឹងខ្នងជាងគេនោះគឺតាសក់សដែលគាត់គោរពមុននេះគាត់នៅតែអង្គុយក្នុងទម្រង់សមាធិដដែលតែពេលនេះស្បែកលើខ្លួនរបស់គាត់បានប្រែពណ៌ទៅជាខៀវក្រមៅជ្រួញយាធ្លាក់ពុកមាត់ពុកចង្កាសវែងបានប្រែคล้ายទៅជាដង្កូវរវើករាប់រយប្រតោងពេញមាត់របស់គាត់ប្រឡោះភ្នែកឃើញតែប្រហោងខ្មៅរុំទឹកក្នុងគ្មានកៅភ្នែកឡើយគាត់បង្ហើបមាត់តិចនិងបញ្ចេញសំឡេងកុំសូត្រប្រាប់ថាកុំឲ្យសូត្រសំឡេងនោះស្អកឮខ្ទាស់រងំដូចចេញពីបាតរំដៅដ៏ជ្រៅតាឆាយមិនបានជប់សូត្រឡើយភ្នែករបស់គាត់រឹតតែបិទជិតមិនខ្វល់ពីអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួនគាត់ផ្ដោតអារម្មណ៍ទាំងស្រុងទៅលើសំឡេងគាថាដែលបន្លឺចេញពីបំពង់ករបស់គាត់ស្រមោលខ្មៅជាច្រើនបានលេចចេញពីគ្រប់ទិសទីនៅក្នុងអាស្រមពួកវាហាក់ដូចជាត្រូវបានផុសក្បាលចេញពីដីស្រមោលទាំងនោះបានប្រែរូបរាងបន្តិចម្ដងទៅជាមនុស្សមិនពេញលេញខ្លះគ្មានដៃខ្លះគ្មានជើងខ្លះមានក្បាលធំខុសពីធម្មតាសូម្បីតែសពក្មេងៗដែលហើមពពលនៅក្រោមគ្រែក៏បានវាមកក្បែរនេះភ្នែករបស់ពួកវាបើកធំសម្លឹងមើលតាឆាយដោយក្តីស្រេកឃ្លានខ្មោចព្រីបិសាចអសូរកាយជាច្រើនស្ទើរតែគ្រប់រូបភាពឡោមព័ទ្ធជុំវិញគាត់ខ្លះដើរយឺតខ្លះទៀតដូចជាកំពុងអណ្ដែតលើអាកាសពួកវាបានលុកដៃព្យាយាមចាប់គាត់ដៃរបស់ពួកវាឡើងត្រជាដូចទឹកកកប៉ុន្តែរាល់ពេលដែលដៃរបស់វាប៉ះនឹងខ្លួនលោកតាពួកវាក៏ស្រាប់តែត្រូវរលាយបាត់ទៅវិញបន្តិចម្ដងដូចជាត្រូវភ្លើងឆេះសំឡេងខ្សឹបខ្សៀវបានប្រែคล้ายទៅជាសំឡេងយំស្រែកធ្ងោដូចជាសត្វស្លាបគួរឲ្យព្រឺក្បាលរីឯលោកតាសក់សនោះក៏បានដួលទៅលើក្តារហាក់ដូចជាគ្មានកម្លាំងកំហែងនឹងតស៊ូជាមួយគាថារបស់តាឆាយតាវាអើយមកនៅជាមួយគ្នាមកនៅទីនេះជាមួយពួកយើងសំឡេងដែលធ្លាប់ឮបានបន្លឺឡើងយ៉ាងស្រទន់ស្រមោលស្ត្រីចំណាស់ម្នាក់បានឈរនៅចំពោះមុខតាឆាយទឹកមុខពោពេចដោយក្តីស្រឡាញ់តែកៅភ្នែករបស់គាត់វិញហាក់ដូចជាកំពុងតែបង្ខំតាឆាយឲ្យទៅនៅជាមួយត្រឹមតែមួយស្របក់ក្រោយស្រាប់តែមុខមាត់របស់គាត់ប្រែទៅជាក្រមៅស្លេកស្លាំងសាច់យាធ្លាក់បង្ហាញចេញឆ្អឹងថ្កៀមដែលលៀនចេញមកក្រៅតាឆាយដឹងថានោះមិនមែនជាយាយប្រពន្ធរបស់គាត់ពិតទេវាគឺជាវិញ្ញាណបិសាចដែលព្យាយាមបោកបញ្ឆោតគាត់តាឆាយបន្តសូត្រគាថានោះដដែលគាត់មិនដឹងថាគាត់កំពុងធ្វើអ្វីនោះទេគាត់ដឹងត្រឹមថាត្រូវតែសូត្របន្តសំឡេងរបស់គាត់ហាក់ដូចជាមានឥទ្ធិពលទៅលើអ្វីនៅក្នុងអាស្រមនេះពន្លឺពណ៌ខៀវបានរលត់ទៅបន្តិចម្ដងហើយក្លិនស្អុយក៏ចាប់ផ្ដើមបាត់ទៅវិញសំឡេងយំស្រែកធ្ងន់ធ្ងរក៏ចេះតែស្រាលទៅសូម្បីតែរូបភាពប្រពន្ធរបស់គាត់មុននេះក៏បានប្រែទៅជាអ្វីមិនដឹងមិនដូចសត្វមិនដូចមនុស្សមិនដឹងជាពពួកអ្វីឡើយរមួលរមាញ់ក្រញ៉ោះបង្កើតបានជាទម្រង់ចម្លែកមួយដែលមិនអាចពិពណ៌នាបានថ្មិញស្រួចនឹងភ្នែកក្រហមឆ្អៅរបស់ពួកវាសម្លឹងមកគាត់ត្រឹមតែមួយស្របក់ក្រោយគ្រប់យ៉ាងបានប្រែคล้ายទៅជាងងឹតឈឹងពន្លឺគ្រប់យ៉ាងនៅទីនេះរលត់ភ្លឹបរលាយបាត់ទៅវិញគ្មានសល់គ្មានផ្ទះគ្មានអាស្រមគ្មានអាសនៈអ្វីទៀតឡើយវាគឺជាព្រៃទទេទន្ទឹមគ្នានោះតាឆាយក៏បានដួលសន្លប់ទៅទឹកភ្នែនបាត់បង់ស្មារតីលែងដឹងអ្វីទាំងអស់
កាត់មកព្រឹកបន្ទាប់ព្រះអាទិត្យបានរះឡើងជះចាំងពន្លឺតាមចន្លោះមេឃឈើតាឆាយបានភ្ញាក់ឡើងដោយមានអារម្មណ៍ថាធ្ងន់ក្បាលនិងឈឺជោកចាប់ពេញរាងកាយគាត់ខំប្រឹងបើកភ្នែកយឺតហើយសម្លឹងមើលជុំវិញខ្លួនគាត់កំពុងដេកនៅក្រោមដើមឈើធំមួយដើមក្បែរគាត់គោរបស់គាត់ទាំងពីរក៏កំពុងតែស៊ីស្មៅទៅជាប់រទេះដដែលមើលតែមួយក្រឡេកគាត់ក៏អាចចំណាំបានថាជាផ្លូវមាត់ព្រៃដែលគាត់ធ្លាប់ឆ្លងកាត់ទៅមករាល់ដងគឺផ្លូវទៅភូមិទៅផ្ទះរបស់គាត់វិញនោះហើយអីអញមកដល់ទីនេះតាំងពីពេលណានៅតាឆាយស្រដីឡើងម្នាក់ឯងគាត់នៅចាំរឿងរ៉ាវពីយប់មិញបានទាំងអស់រួចក៏ប្រញាប់ឡើងរទេះរួចបោះចេញទៅផ្ទះវិញយ៉ាងលឿនបោះទៅបណ្ដានៅក្នុងចិត្តបណ្ដាថាបើមិនបានគុណបុណ្យគាថារបស់យាយប្រពន្ធគាត់ប្រាប់ម្លេះមិនដឹងថាបានចេញមកវិញឬក៏អត់ទេតាំងពីពេលនោះមកតាឆាយគាត់លែងហ៊ានទៅរកថ្នាំនៅព្រៃនោះទៀតហើយក្រោយចូលដល់ភូមិគាត់ក៏ប្រាប់គេប្រាប់ឯងគ្រប់គ្នាអ្នកខ្លះក៏ជឿអ្នកខ្លះក៏គ្រាន់តែស្ដាប់រួចក៏ដើរចេញចំណេកាលក្រោយមកទៀតស្រុកទេសក៏អភិវឌ្ឍជាងមុនមនុស្សចាប់ផ្ដើមមកសង់ផ្ទះនៅជិតព្រៃនោះឈូសឆាយដីធ្វើផ្លូវលំតែទោះជាយ៉ាងណានៅម្ដុំនោះនៅតែស្ងាត់និងរាល់ពេលមានបុណ្យទានភ្ជុំបិណ្ឌម្ដងតែងតែឮសំឡេងឆាជៀនមនុស្សជជែកគ្នាវាយស្ដាប់អនបានចេញពីក្នុងព្រៃជ្រៅបើទៅពេលថ្ងៃគឺមិនអីទេតែបើចូលទៅពេលយប់ច្បាស់ជាជួបភូមិមិនខានអ្នកស្រុកនៅក្បែរនោះគេជឿថានៅខាងក្នុងនោះគឺពិតជាមានភូមិពិតមែនតែមិនមែនជាភូមិរបស់មនុស្សទេគឺជាភូមិរបស់អ្នកដែលបានស្លាប់ទៅហើយដោយគេហៅថាព្រៃខ្មោចតគ្នារហូតមកដល់សព្វថ្ងៃតាមពិតទៅលោកតាបានរៀបរាប់ប្រាប់ខ្ញុំវិញឆ្ងាយទៀតតែដោយសារតែពេលវេលាយើងមានកំណត់ខ្ញុំក៏សូមជម្រាបលាតែត្រឹមប៉ុណ្នេះ